បាទឡើងបានបន្តពីព្រះអង្គបានបាំងស្គររួចរាល់ហើយឥឡូវខ្ញុំបាទបានប្រគេនមានជាខ្លាដកនិងចាយផងដែរបាទនេះបាទអរគុណមែនទែននឹងចាក់ជាយើងតាមរយៈបងត្រីលីងអូននិងក្រុមគ្រួសារបងអរគ្នានិងអ្នកម្ដាយនៅតាមចូលណាលីបានធ្វើទៀតថ្ងៃនេះបាទក្នុងឱកាសបនចូលព្រះប្រសានេះបាទព្រះអង្គទួចាស់អូបាទប្រចាំខ្ញុំបាទក៏សូមថ្លែងអំណរអរគុណទៅដល់លោកអ្នកម្ចាស់ទៀនមកខាងអូស្ត្រាលីទៀនណាដែលបានពំណបុកនៅទៅតាមអូនប្រុសសផលដែលបានយកមកអកុសលដែលបានពំណមកនៅគ្រឿងបរិខាព្រមទាំងអង្គទៀនព្រះវសាយកមកប្រគេនប្រសំនៅវត្តអង្គតាំងនាលបើចឹងខ្ញុំបាទក៏សូមពងសួរនឹងទស្សបារមីដែលលោកថៃរសានៅទឹកដីភ្នំពាក់កង់ដែលព្រះអង្គគោព្រះអង្គកែវនឹងទស្សបារមីថៃរសានៅវត្តអង្គតាំងនាលជួយតាមបីបាយថៃរសាគុំក្រងនៅក្នុងគ្រួសារលោកអ្នកម្ចាស់ទៀនទាំងអស់បានសុខបានចម្រើនរកទទួលទៀនមិនបានជាក់ជុំសពដុំរមនីប្រកបព្រះពុទ្ធពរព្រះ4សម្បត្តិ3មនុស្សទេវតាព្រះនិព្វានកំបីព្រះទៀតឡើយសូមអនុមោទនាសុខចម្រើនអរគុណមែនទែននឹងចាស់ទៀនយើងខ្ញុំបានប្រសូមមកទិកសលផលបននេះបានទៅដល់លោកតាលៀងលីលោកពងមួយលឹមនិងលោកច័ន្ទសខនដែលអស់លោកបានចែកឋានទៅសូមលោកបានមកទទួលឲ្យកូនចៅបានធ្វើជាទៀនថ្ងៃនេះបាទមានគ្រូបែបយ៉ាងបាទបានដល់ប្រគេនប្រសំរួចរាល់ហើយបាទនៅឱកាសក្នុងរដូវកាលបុណ្យចូលព្រះវស្សានេះបាទអរគុណណាស់សូមអរចាស់ទៀនយើងលោកមានសុខភាពល្អអាយុយឺនយូរប្រាថ្នាអ្វីៗបានសម្រេចដូចបំណងបាទរៀននេះ